ផឹកស្រាគ្នាតិចគ្នាច្រើនក៏មិនសំខាន់ផឹកស្រារបស់ឆ្ងាញ់ក៏វាមិនសំខាន់ស្រាល្អស្រាថ្លៃក៏មិនសំខាន់ដែរអ្វីដែលសំខាន់គឺយើងរកឃើញខ្លួនឯងបងប្អូនបាទរកឃើញអ្វីដែលជាក្តីសុខរបស់ខ្លួនឯងមិនចាំបាច់ដល់យើងផឹកស្រាមានខ្លាមានមិត្តភ័ក្តិមានអ៊ីអ៊ុំបងប្អូនច្រើនជុំវិញទិសខ្លាបនគឺអីទេតែពីរនាក់ក៏អាចមានក្តីសុខបានដែរប៉ុន្តែយើងមិនផ្ដោតសំខាន់ទៅលើការផឹកស្រានឹងទេនេះគ្រាន់តែជាការផឹកបន្តិចបន្តួច relax time របស់យើងទេតែអ្វីដែលសំខាន់គឺខ្ញុំចង់ឲ្យបងប្អូនថាយើងត្រូវតែរកអ្វីដែលជាខ្លួនឯងឲ្យឃើញកាលណាយើងរកឃើញខ្លួនឯងហើយគឺយើងធ្វើអ្វីក៏បានក្តីសុខដែរហើយមានសុភមង្គលអញ្ចឹងព្យាយាមរកអ្វីដែលជា